ជំរាបសួរពុកម៉ែបងប្អូនជួបជាមួយខ្ញុំបានម្ដងទៅហើយដូចជាអ្នកសិតកម្ពុជាកំពុងបន្តការសិក្សានៅប្រទេសឥណ្ឌាដោយតែពុកម៉ែបងប្អូនបានឃើញអញ្ចឹងដែរថ្ងៃនេះដែរខ្ញុំបានមកទិញបង្អែមកន្លែងគេលក់បង្អែមតែកន្លែងគេនេះមិនមែនលក់តែបង្អែមទេគេមានលក់អាចចំអាបដែរនេះអាមួយនេះផ្អែមហើយឃើញយើងទៅផ្សារដើរកាត់រហូតក៏មើលទៅដូចតំណងដល់មកដាក់កោដូចនំបាំងខ្លាញ់នំអីគេនំក្រួយនំប៉ងសងគេក៏ចូលទិញដូចជាទិញ3 4ចែកគ្នាញ៉ាំទៅមើលវារសជាតិយ៉ាងណាទៅហើយផ្អែមគេហ្នឹងមកថាផ្អែមវិញផ្អែមផ្អែមខាស់ក្លោបតែម្ដងនេះហើយដល់ហ្នឹងគេអត់មានសូវប្រើថង់ទេគេដាក់តែហ្នឹងกระดาษកសែតគេហ្នឹងហើយហ្នឹងហើយនេះយើងរៀបចំនេះទៅឲ្យលុយគេហ្នឹងនេះបាទមានតែប៉ុណ្្នឹងអរគុណ